ជំរាបសួរកូនទាំងអស់គ្នាក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គចាស់ថ្ងៃនេះជួបជាមួយអ្នកគ្រូនៅក្នុងថ្នាក់គណិតវិទ្យារបស់យើងចាអញ្ចឹងមេរៀនទី12វិធីបូកចំនួនតួសុភាចាមេរៀនទី12វិធីបូកចំនួនតួសុភាដែលយើងត្រូវរៀនជាមួយគ្នាថ្ងៃនេះហើយចំណុចដែលយើងត្រូវរៀនការបូកចំនួនតួសុភាភាគ10ដែលមានត្រាតុចាអញ្ចឹងបូកចំនួនតួសុភាភាគ10ដែលមានត្រាតុចាអញ្ចឹងឥឡូវយើងសូមមើលក្តារភាពទាំងអស់គ្នាមុននឹងយើងចូលឧទាហរណ៍ដែលអ្នកគ្រូបានបង្ហាញនេះសូមកូនមើលនិយមន័យដើម្បីធ្វើប្រមាណវិធីយើងត្រូវសរសេរចំនួនទាំងពីរឲ្យត្រូវតាមខ្ទង់រួចបូកលេខតាមខ្ទង់ដើមពីខ្ទង់ធាតុ10ចាគឺផ្ដើមពីខ្ទង់ធាតុ10ម្ដងទៀតដើម្បីធ្វើប្រមាណវិធីយើងត្រូវសរសេរចំនួនទាំងពីរឲ្យត្រូវតាមខ្ទង់រួចបូកលេខតាមខ្ទង់ដើមពីខ្ទង់ធាតុ10ចាដើមពីខ្ទង់10អញ្ចឹងឥឡូវនេះយើងធ្វើប្រមាណវិធីជាមួយអ្នកគ្រូទាំងអស់គ្នាអ្នកគ្រូនឹងបង្ហាញនៅពេលដែលយើងរៀនចំនួនទស្សភាយើងបានដឹងហើយថាគឺមានពីរផ្នែកមួយជាចំនួនទស្សភាជាចំនួនទស្សភាហើយមួយទៀតវាជាផ្នែកគុណណាអញ្ចឹងចំនួនទស្សភាបែងចែកជាពីរមានផ្នែកគុណហើយនិងផ្នែកទស្សភាចាផ្នែកគុណហើយនិងផ្នែកទស្សភាអញ្ចឹងយើងមើលណានេះគឺជាផ្នែកទស្សភានៅខាងស្ដាំចុចគេហៅស្ដាំចុចផ្នែកទស្សភាខាងឆ្វេងចុចគេហៅថាផ្នែកគុណចាផ្នែកគុណវាមានខ្ទង់លេខខ្ទង់10ខ្ទង់រឹងខ្ទង់ផនអញ្ចឹងទៅណាចាអញ្ចឹងតោះឥឡូវយើងមើលឧទាហរណ៍នៅលើក្តារជាមួយគ្រូទាំងអស់គ្នាបូកយើងធ្វើប្រមាណវិធីទាំងអស់គ្នា6បូកឲ្យ7បានប៉ុន្មានកូនបាន13សរសេរលេខ3ត្រាទឹក1ចុចគឺកូនទម្លាក់មកឲ្យត្រូវតាមខ្ទង់មកជិះវានឹងកូនផ្លេចអញ្ចឹង1បូកឲ្យ2 3បូកឲ្យ1គឺស្មើនឹង4អញ្ចឹងខ្ទង់កបាន4.3ឥឡូវយើងមើលខ្ទង់ខដូចគ្នាណាវិធីធ្វើ8បូកឲ្យ7គឺបាន13សរសេរលេខ3ត្រាទឹក1ចុចកូនទម្លាក់មកឲ្យហើយចា1បូក9គឺបាន10 10បូក0គឺនៅតែ10ដកដាក់ចាអញ្ចឹងលេខឲ្យអ្នកគ្រូឧទាហរណ៍ទាំងពីខ្ទង់នេះអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានឹងចាប់បានហើយកូនទាំងអស់គ្នានឹងយល់យកទៅអនុវត្តជាមួយនឹងមេរៀនរបស់កូនជាប្រចាំថ្ងៃនៅថ្នាក់រៀនរបស់កូនឬមួយក៏សាលារៀនឬមួយក៏នៅទីនេះចាដូច្នេះអ្នកគ្រូសូមជម្រាបលាសូមព្រះប្រទានពរកូនទាំងអស់គ្នា